បាទបងប្អូននេះគឺរបៀបដំឡើង WhatsApp ដាក់លើកុំព្យូទ័រ WhatsApp យើងមានស្រាប់ហើយយើងគ្រាន់តែវាយចូល WhatsApp មកយើង install វាចូលបាទឥឡូវចាប់ដើម install WhatsApp របស់យើងបាទវាកំពុងតែដើរបាទហើយយើងវាយទៅតាម address bar ហ្នឹងណាបាទឥឡូវយើងធ្វើការ download បាទ download ហើយបាទនៅពេលដែលគ្រប់យើងនឹងដំឡើងតែម្ដងបាទបាទឥឡូវនេះបានហើយបាទដូច្នេះគឺយើងត្រូវយកទូរស័ព្ទយើងដែលមាន WhatsApp ស្រេចហ្នឹងគឺយើងចូលទៅក្នុងកាមេរ៉ាដើម្បីយកមក scan បាទ scan តាមកាមេរ៉ាទូរស័ព្ទយើងណាបាទនៅលើកុំព្យូទ័រនេះបាទនៅពេលដែលវាចូលវានឹងដើរបានអាចតាក់ទងនៅលើកុំព្យូទ័របានហើយបាទអរគុណសម្រាប់ការតាមដាន